បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំមកបង្ហាញជាថ្មីម្ដងទៀតជូនពុកម៉ែបងប្អូនបាទឲ្យបានដឹងអំពីថ្នាំព្យាបាលជំងឺពោះចឹកបាទឬក៏ពោះខាំបាទនេះពុកម៉ែបងប្អូនគឺដើមចក្រមបាទហើយចក្រមជាប្រភេទដើមឈើធំគួរសមដែរបាទតែដើមដែលខ្ញុំថតនេះគឺតូចទេបើសិនជាពុកម៉ែបងប្អូនមានគ្រោះចៃដន្យឬមួយក៏អ្នកចិត្តខាងសូមជួយប្រាប់ផងបាទនេះដើមចក្រមបែបហ្នឹងអាចកាប់កច្រាំហាលក៏បានដាំទឹកហូបថ្មីក៏បានដែរបើសិនជាបានផ្សំជាមួយដើមសុកឆ្មានិងវល្លិចាទៀតរឹតតែល្អបាទដើមវល្លិចាដូចជាសុកឆ្មាអាចយកទាំងដើមទាំងស្លឹកឬអីយកបានទាំងអស់ហ្នឹងបាទហើយចំណែកចក្រមយើងអាចកាប់ដើមកច្រាំហើយបាទ3មុខហ្នឹងព្យាបាលពោះចឹកជាលឿនបាទកុំឲ្យពិបាកបើសិនជាពុកម៉ែបងប្អូនដើរព្រៃនៅក្នុងព្រៃអីចៃដន្យមានគ្រោះអីបាទហើយស្រួលរកទេពុកម៉ែបងប្អូនបាទចក្រមដុះនៅតំបន់ភ្នំបាទដូចជាកន្លែងដែលខ្ញុំថតនេះគឺតំបន់ភ្នំហើយប្រភេទដីខ្សាច់ហើយបើតាមដឹងដីលបាយខ្សាច់ក៏មានដែរបាទបើដីស្អិតអត់ទាន់ដឹងទេដោយសារតែប៉ុន្តែប្រហែលជាមានដីស្អិតលើភ្នំគឺមានដែរតំបន់ភ្នំចក្រមបាទអញ្ចឹងបញ្ជាក់ជូនពុកម៉ែបងប្អូនថាដីខ្សាច់ក៏មានដីលបាយខ្សាច់ក៏មានដីស្អិតពណ៌សក៏មានដើមចក្រមអញ្ចឹងស្រួលរកដែរទេបាទពុកម៉ែបងប្អូនគ្រាន់តែកាប់កច្រាំដាំទឹកហូបភ្លាមព្យាបាលភ្លាមបាទតែត្រូវផ្សំក៏បានដែរបើសិនជាមានតែមួយមុខប្រើមួយមុខបើមានច្រើនមុខប្រើច្រើនមុខហើយបើផ្សំខាងខ្ញុំនេះមានបទពិសោធន៍មកកស៊ីវិជាហ្នឹងគឺប្រើជាមួយដើមសុកឆ្មាហើយនិងវល្លិចាបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងខាងខ្ញុំមានសូមទាក់ទងលេខទូរស័ព្ទរបស់ខ្ញុំ097 31 13 046 069 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទដោយសារតែខាងខ្ញុំនៅតំបន់ភ្នំអត់សូវមានសេវាទូរស័ព្ទពេលខ្លះទេមកអត់ចូលពេលខ្លះទេចូលមិនបានលើកដោយសារតែពេលខ្លះខ្ញុំដើរគាស់ថ្នាំក្នុងព្រៃទៅទុកទូរស័ព្ទនៅផ្ទះបើយកតាមកន្លែងខ្លះគឺអត់សេវាទេបាទអញ្ចឹងអាចឆាតមកក៏បានដែរងាយស្រួលទាក់ទងពេលក្រោយពេលដែលខ្ញុំត្រឡប់មកវិញមកពីគាស់ថ្នាំវិញឃើញខាងខ្ញុំនឹងឆ្លើយតបទៅវិញបាទសូមអរគុណ